អាណាដែលបានបំពេញតួនាទីជាស្វាមីល្អជាឪពុកល្អជាមេគ្រួសារបានល្អមានទំនួលខុសត្រូវទៅលើប្រពន្ធកូនប្តីនោះពេលចាស់ទៅអត់ឯកានោះទេប្រពន្ធកូននឹងគោរពស្រឡាញ់មើលថែយកចិត្តទុកដាក់បញ្ជាក់ជាសំខាន់ឡើយហើយគ្មាននរណាហ៊ានដេះដៀលគ្មាននរណាម្នាក់ហ៊ានមើងងាយនោះទេនៅពេលដែលយើងបំពេញតួនាទីជាស្វាមីល្អជាឪពុកល្អមានទំនួលខុសត្រូវខ្ពស់នៅក្នុងជីវិតគ្រួសារគឺតែងតែចម្រុងចម្រើនសម្រាប់គ្រួសារយើងផងនិងធ្វើជាគំរូដ៏ល្អសម្រាប់កូនប្រុសកូនស្រីរបស់យើងផងហ្នឹងហើយអញ្ចឹងចាប់ពីថ្ងៃនេះតទៅយើងរួមរស់នៅជាមួយគ្នាគឺក្នុងនាមជាប្តីប្រពន្ធលែងមានឈ្មោះថាជាសង្សារទៀតហើយអញ្ចឹងហើយអត្តចរិតទំនៀមទម្លាប់កាលពីមុនបែបបាច់គឺចាប់ពីខ្លាយគ្នាជាប្តីប្រពន្ធហើយទៅនឹងឃើញទាំងអស់ចរិតសិនមិនសិនអីនឹងដឹងគ្នាពេលហ្នឹងហើយព្រោះអ្នកខ្លះលក្ខចរិតប្រុសខ្លះនៅពេលនៅជាសង្សាររៀងស្នំឈ្នួនរៀងត្រឹមត្រូវណាពេលទៅជួបសង្សារអីវិញស្រាអីផឹកមកកំប៉ុងអត់ហ៊ានផឹកទេខ្លាចច្រវាំងហ្នឹងហើយដល់ពេលអាហ្នឹងលក្ខចរិតដល់ពេលបានការហើយលេមកេះអ្នកឯងដាច់ភឹងការផឹកការអីនេះវាមិនមែនថាឲ្យជិះវៀងនោះទេប៉ុន្តែនៅពេលដែលយើងមានគ្រួសារហើយទៅត្រូវតែមានទំនួលខុសត្រូវមិនមែនដោយតែយើងនៅកំឡោះចង់អង្គុយផឹករហូតដល់ម៉ោង12យប់ម៉ោង1យប់ក៏បានចង់ទៅអង្គុយផឹកជាមួយមិត្តភក្តិដាច់យប់2ប្រយប់ក៏បានម្ដាយក្រាន់តែទេសួរនាំអីបន្តិចតួចទេប៉ុន្តែនៅពេលនេះគឺយើងមានចំណងគឺភរិយាដែលយើងត្រូវតែរាយការណ៍ប្រាប់គ្នាទៅវិញទៅមកពេលតណាតណីមិនដូចកាលនៅកំឡោះទៀតនោះទេចំពោះកូនស្រីក៏ដូចគ្នាដែរនៅពេលដែលរៀបការហើយទៅគឺយើងមានស្វាមីដែលមានទំនួលខុសត្រូវនឹងជាម្ចាស់សម្ផស្សម្ចាស់រូបរាងកាយយើងហើយហើយដូច្នេះនៅពេលដែលយើងរស់នៅក្នុងជីវិតជាគូជីវិតអាពាហ៍ពិពាហ៍យើងមិនអាចធ្វើអ្វីតាមតែចិត្តយើងចង់ធ្វើទៀតនោះទេធ្វើអ្វីមួយតតែពិគ្រោះពិភាក្សាផ្ដល់យោបល់ឲ្យគ្នាទៅវិញទៅមកទើបយើងអាចរក្សាសេចក្តីសុខសុភមង្គលក្នុងជីវិតជាគូនេះទៅថ្ងៃអនាគតជាមួយគ្នាបានហើយយើងកូនប្រុសត្រូវតែចាំថាចាប់ពីពេលរៀបការហើយទៅគឺប្រពន្ធអត់មានពេលគ្រប់គ្រាន់សម្រាប់តុបតែងខ្លួនឲ្យស្អាតឲ្យខ្វង់ដោយការនៅក្រមុំទៀតនោះទេពីព្រោះចាប់ពីពេលរៀបការហើយទៅគឺមានទំនួលខុសត្រូវភារកិច្ចធំទាំងត្រូវច្រើនជាងមុនហើយដើម្បីជីវភាពគ្រួសារហើយក៏ត្រូវតែគិតយល់ថាប្រពន្ធថ្មីត្បិតតែគាត់មិនមានពេលគ្រប់គ្រាន់សម្រាប់តុបតែងខ្លួនឲ្យស្អាតឲ្យស្ងួយឲ្យស្ងប់ដូចស្រីខាងក្រៅក៏ពិតមែនប៉ុន្តែប្រពន្ធរបស់យើងនឹងមានពេលគ្រប់គ្រាន់សម្រាប់នៅក្បែរមើលថែប្តីបានគ្រប់ពេលគ្រប់វេលាប្តីឈឺពេលណាមើលប្តីពេលនោះប្តីមានបញ្ហាពេលណាមើលប្តីពេលនោះកូនឈឺពេលណាមើលកូនពេលនោះយើងមិនអាចຕົកស្រីខាងក្រៅឲ្យមានតម្លៃខ្លាំងជាងមនុស្សស្រីម្នាក់ដែលយើងក្រាបក្បាលដល់កតេលដឹងទៅអស់ចាស់ទុំមេបាទាំងសងតឡងទាំងគូមដែលបានជួបជុំក្នុងថ្ងៃនេះក៏ដូចជាថ្ងៃស្អែកនោះទេជីវិតស្ត្រីនៅពេលដែលមានប្តីគឺស្រឡាញ់ប្តីជាងខ្លួនហើយនៅពេលដែលមានកូនគឺស្រឡាញ់កូនជាងជីវិតខ្លួនឯងទៅទៀតនេះគឺជារឿងពិតរបស់ស្ត្រីគ្រប់រូបនាមជាប្រពន្ធអត់ធន់គ្រប់យ៉ាងអំរែកសងខាងគិតកូននិងប្តីការងារក្នុងក្រៅធ្ងន់ស្រាលមិនស្ដីសុំត្រឹមតែលោកប្តីស្មោះភក្តីនឹងគ្រួសារជីវិតប្តីប្រពន្ធបើប្រើពាក្យថាស្រឡាញ់មួយម៉ាត់គឺមិនទាន់គ្រប់គ្រាន់នោះទេតែត្រូវតែមាននៅព្រមវិហារធម៌មេត្តាស្រឡាញ់អាណិតយល់ចិត្តមើលថែយកយល់អត់អោនអធិស្ស្រ័យជាពិសេសនោះគឺផ្ដល់នូវភាពស្មោះត្រង់ចំពោះគ្នាប្រពន្ធស្អាតគឺយើងងាករកណាស់ប៉ុន្តែប្រពន្ធល្អដែលតស៊ូកំសត់កំរជាមួយយើងគឺពិតជាពិបាករកសម័យនេះមនុស្សស្រីម្នាក់ដែលយើងដើម្បីតែរកភាពស្រស់ស្អាតរាងកាយខាងក្រៅគឺមិនពិបាករកទេទាំងស្រុកយើងក្តីទាំងស្រុកគេក្តីទាំងក្រៅប្រទេសក្តីមិនខ្វះទេស្រីដែលស្អាតដោយរូបរាងកាយប៉ុន្តែមនុស្សស្រីម្នាក់ដែលតស៊ូកំសត់កំរអត់ឃ្លានជាមួយនឹងយើងគឺពិតជាពិបាករកណាស់ចឹងបានថាកុំបដូរសេចក្តីសុខរយៈពេលខ្លីជាមួយនឹងសុខរយៈពេលវែងបានន័យថាសេចក្តីសុខរយៈពេលខ្លីគឺជាមួយនឹងស្រីញីខាងក្រៅអីជាដើមអានឹងសុខរយៈពេលខ្លី
តែយើងបោះបង់ស្ត្រីម្នាក់ដែលធ្លាប់អត់ធ្លាប់ពិបាកធ្លាប់វេទនាជាមួយយើងអានោះបានន័យថាយើងកំពុងតែបោះបង់សេចក្តីសុខរយៈពេលវែងហើយនៅពេលដែលយើងមានបញ្ហាណាមួយឈឺស្កាត់អីជាដើមអ្នកខាងក្រៅគេឡើងត្រូវការយើងហើយពេលខ្លះគេត្រូវការយើងនៅពេលដែលយើងមានប្រយោជន៍និងមានលុយកាក់ផ្ដល់ឲ្យគេប៉ុណ្ណោះប៉ុន្តែនៅពេលដែលយើងរកចំណូលឬឡើងមានលុយកាក់គេនឹងបោះបង់យើងចោលប្រៀបបីដូចជាការអំពើដែលគេគៀបយកទឹកឲ្យសល់តកាក់គេបោះបង់ចោលគ្មានអាឡ័យនោះទេប៉ុន្តែសម្រាប់ប្រពន្ធនៅពេលដែលប្តីធ្វើល្អដាក់ខ្លួនហើយទោះបីជាប្តីដុសធ្លាក់ខ្លួនដុនដាបក្រវេទនារហូតដល់ពីកិនពីកាយយ៉ាងណាក៏ប្រពន្ធនៅតែមានចិត្តស្មោះភក្តីអាណិតស្រឡាញ់ប្តីមើលថែរហូតដល់ដង្ហើមចុងក្រោយដែរនៅពេលដែលយើងមានទំនួលខុសត្រូវខ្ពស់ចំពោះប្រពន្ធហើយសំខាន់ណាស់ការសង្គ្រោះគ្នាទៅវិញទៅមកដោយធម៌នេះត្រូវតែផ្ដល់នូវភាពពិតស្មោះត្រង់ចំពោះគ្នាមានតែភាពស្មោះត្រង់គ្នានេះហើយទើបយើងអាចថែរក្សាចំណងអាពាហ៍ពិពាហ៍របស់យើងក្នុងថ្ងៃនេះដល់ថ្ងៃអវសាននៃជីវិតរបស់យើងទាំងអស់គ្នាបានការរស់នៅជាមួយគ្នាគឺត្រូវប្រកបដោយភាពអត្តចរិតមេរយាទជាមួយគ្នាអ្នកខ្លះរៀបការតវងឃើញតែរោគសម្រាប់ខាងក្រៅអីចឹងទៅប៉ុន្តែដល់ពេលចាប់ផ្ដើមរស់នៅជាមួយគ្នាទើបដឹងថាអ្វីដែលត្រូវការចាំបាច់បំផុតនោះគឺអត្តចរិតមេរយាទចិត្តកំណត់ជាមួយគ្នាទើបអាចរស់នៅជាមួយគ្នាបានយូរពីព្រោះនៅពេលដែលយើងចាប់ផ្ដើមប្រស្រ័យនៅជាមួយគ្នាជាប្តីប្រពន្ធគឺសំខាន់ណាស់ទៅលើចិត្តមេត្តាចិត្តសន្តោសចិត្តអត់ឱនត្រូវតែមានធម៌សតិរៈសន្តោសៈគឺសក្តីសន្តោសអត់ឱនអធ្យាស្រ័យលើកលែងកំហុសតូចធំយ៉ាងណាក៏ត្រូវតែពិភាក្សាគ្នាបែបមុខនិយាយគ្នាដោយសន្តិវិធីមិនត្រូវគុំគួនចង្ឃាតបៀតបៀននៅគ្នានោះទេជាពិសេសកូនប្រុសគឺត្រូវតែមានចិត្តអំណត់អត់ធ្មត់អានឹងចិត្តធ្ងន់ដូចជាដុំថ្ម